ជំរាបសួរបងចាបងខ្ញុំសូមធ្វើបទសម្ភាសន៍ជាមួយបងទាក់ទងនឹងបងប្រាប់ទីនៅលើចន្ទទីចន្ទទីបងអាយុប្រហែលឆ្នាំអីទីខ្ញុំអាយុ5ឆ្នាំហើយចាបងខ្ញុំចង់ដឹងថាតើបងប្រើប្រាស់អីបានចន្ទទីរបស់បងនឹងល្អខ្ញុំឃើញខ្ញុំចាប់អារម្មណ៍ខ្ញុំប្រើប្រាស់ជីយ៉ារ៉ាចាប្រើពីមុខចូលគ្នាណែចាបងអញ្ចឹងបងប្រើក្នុងបរិមាណមិនដែរចំពោះជីដែលបងលើកឡើងជីយ៉ារ៉ានិងជីកំភ្លេចហ្នឹងខ្ញុំប្រើមួយដើមខ្ញុំប្រើកន្លះគីឡូមួយដើមបងប្រើកន្លះគីឡូប្រើកន្លះហើយបងបានឆ្នាំហើយនៅនេះខ្ញុំអត់បានបាញ់ឆ្នាំទេតាំងពីមកនិយាយរួមទៅមកភាសាអ្នកដែលបានបាញ់ឆ្នាំទេហើយប្រើទៅដូចបានល្អចឹងមើលស្លាប់ទេបងការចេញត្រួយអីមកស្អាតមែនទេបងចាស្អាតចុះបងប្រៀបធៀបការពីឆ្នាំមុនឬក៏ដូចឆ្នាំនេះដឹងការអត់ប្រើជីហើយនឹងប្រើជីតើមួយណាគុណភាពជាងឬក៏មិនដែរហ្នឹងការសង្កេតរបស់បងណាការសង្កេតរបស់ខ្ញុំពីឆ្នាំមុនខ្ញុំបានប្រើប្រាស់ជីវាអត់ល្អអញ្ចឹងណាតែពេលឆ្នាំនេះខ្ញុំបានប្រើប្រាស់ជីយ៉ារ៉ាហ្នឹងក៏ឃើញតែស្លឹកវាល្អអញ្ចឹងហើយវាចាប់ដើមចេញផ្កាបាត់ហើយចុះខែ11អញ្ចឹងណាអូខេអញ្ចឹងបងការពេញចិត្តរបស់បងមិនដែរបន្ទាប់ពីប្រើប្រាស់ជីនឹងហើយអាហ្នឹងជាការពេញចិត្តរបស់បងវិញខ្ញុំចង់ដឹងពីចំណាប់អារម្មណ៍របស់បងណាខ្ញុំមានអារម្មណ៍ថាជីនឹងល្អអញ្ចឹងណាល្អពួកអីបានប្រើប្រាស់ទៅឃើញថាលទ្ធផលថាចន្ទីនឹងវាល្អចាអញ្ចឹងនៅចំណាប់អារម្មណ៍ខ្ញុំគឺថាចង់ប្រើទៀតអញ្ចឹងណាចាបងចាអញ្ចឹងមានឆ្នាំក្រោយបងចាប់អារម្មណ៍ទៀតឆ្នាំនេះខ្ញុំឃើញឆ្នាំនេះដាក់ជីនឹងទៅវាល្អអញ្ចឹងឆ្នាំក្រោយខ្ញុំមានចំណាប់អារម្មណ៍ថាចង់ប្រើទៀតអញ្ចឹងណាបើសិនជាអត់ទាន់បានប្រើប្រាស់ជីយ៉ារ៉ាហ្នឹងយើងអាចនឹងបាញ់ថ្នាំរហូតដល់2ជើងបាត់ហើយមែនទេបងចាព្រោះអីយើងបាញ់ដើម្បីបញ្ចេញត្រួយរបស់វាតែជាក់ស្ដែងទៅយើងអត់ទាន់បានបាញ់ប្រើប្រាស់ថ្នាំទេប៉ុន្តែវាចេញត្រួយមកស្អាតហើយស្រស់មជ្ឈការនេះចេញប្រហែលជាប្រហែល%ដែលបងសង្កេតឃើញខ្លួនឯងដូចជាច្រើនដែរ80-90%ហ្នឹងចាអូច្រើនទីយ៉ារ៉ាហ្នឹងគឺថាខ្ញុំមើលទៅដូចមានគុណភាពល្អព្រោះអីពេលខ្ញុំដាក់ទៅដាក់ជីហ្នឹងទៅវាធ្វើឲ្យចន្ទីល្អអញ្ចឹងហើយយើងអត់ទាន់បានបាញ់ថ្នាំផងក្នុងខែ11នេះអត់ទាន់បានបាញ់ម្ដងទេចាអញ្ចឹងមានអីបងខ្ញុំអរគុណច្រើនណាបងចា